ឃើញតុងអាំងបែបនេះកុំច្រឡំថាអាហារជប៉ុនតាមពិតជាប្រភេទតុងអាំងរបស់ខ្មែរយើងសិក្សាតែម្ដងបងប្អូនហើយបើថាចង់រកអាហារទាំងអស់នេះគឺថាអាចនៅទីតាំងមកកន្លែងនេះបានពុកម៉ែបងប្អូនអើយតុងអាំងតុងតកតុងអប់ក៏ដូចជាពុះគោទឹកប្រហុកក៏សមដោះគោកែបអាំងអូយទំនងមែនតើធូ sister រៀបរាប់អត់អស់ទេតតែទៅភ្លក់ផ្ទាល់មាត់ណានឹងតែជាប់មួយនៅកន្លែងគាត់ឯងហើយសេកូអាំងពូកូទឹកប្រហុកគឺជាកន្លែងមួយដែលពុកម៉ែបងប្អូនយើងឲ្យតែចេញពីធ្វើការនិយាយពីថាអូដោយការជួបជុំផាធីមួយអញ្ចឹងភ្ញៀវរបស់គាត់ពេញហាងណាហើយបើថាកន្លែងពីមើលភ្ញៀវចូលច្រើននេះគឺបញ្ជាក់ឲ្យពុកម៉ែបងប្អូនពីគុណភាពរសជាតិអាហារនៅកន្លែងគាត់អនាម័យក៏ដូចជាតម្លៃអញ្ចឹងទៅកន្លែងគាត់មានចំណុចពិសេសច្រើនមែនតើបងប្អូនពាក់ព័ន្ធទៅនឹងអាគ្រឿងអាំងនឹងមិនថាតុងអាំងកាបអាំងពូកូទឹកប្រហុកសេកូអាំងឬមួយក៏ញោមតិយងចៃអីទេបាននិយាយទៅអាហារទាំងអស់នេះណាសិតសឹងតែត្រូវមែនតើជាប្រភេទអាហារពេលល្ងាចជុំគ្នាជាអញ្ចឹងទៅហើយតុងអាំងនៅកន្លែងគាត់អាំងចេញមកគឺអត់ខ្សោះអត់អីទេបងប្អូនលក្ខណៈថា juicy ឆ្ងាញ់មានជាតិតែម្ដងមិនថារសជាតិអំបិលម្ទេសឬមួយក៏ទឹកឃ្មុំទេបងប្អូនអើយសម្រាប់តុងអាំងនៅទីនេះគឺថាល្បីប្រចាំហាងឯងបងប្អូនបាទនិយាយទៅគ្រាន់តែមួយថ្ងៃណាគឺគាត់លក់អស់ចន្លោះពី20គីឡូជាងទៅ30គីឡូចំនួននេះគឺច្រើនមែនតើកន្លែងហើពុះគោទឹកប្រហុកសេកូអាំងនេះគឺចាប់ផ្ដើមបើកលក់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង10យប់ណាអញ្ចឹងពុកម៉ែបងប្អូនអាចទៅបាននិយាយទៅពុកម៉ែបងប្អូនអើយភ្ញៀវនៅកន្លែងគាត់ច្រើនមែនតើអ្នកស្គាល់បានស្គាល់ហើយបើថាមិនស្គាល់ទេអាចទៅសាកបានណាប៉ុន្តែ Twitter ជឿជាក់ថាមានអ្នកស្គាល់ច្រើនណាដោយសារតែគាត់ឈរជើងនេះគឺថា5ទៅ6ឆ្នាំអីហើយអ្វីដែលសំខាន់សម្រាប់តម្លៃអាហារនៅកន្លែងគាត់គឺលក់សមល្មមមែនតើពុកម៉ែបងប្អូនចាប់ពី20000រៀលឡើងទៅក្នុងមួយចានអញ្ចឹងណាអាស្រ័យទៅលើការកម្មង់របស់យើងហើយនេះមកឲ្យពុកម៉ែបងប្អូនអើយមិនថាតុងអាំងតុងតកសេកូអាំងទេហើយបើថាដាច់ជាមួយនឹងជាតិចមកនិយាយពីថាត្រូវមិនតែម្ដងព្រោះថា Twitter សង្កេតឃើញថាពុកម៉ែបងប្អូនយើងខ្ទង់ម៉ោង5កន្លះ6ចេញពីធ្វើការអីហ្នឹងគឺថាទៅហើយបើថាបានទៅហើយពុកម៉ែបងប្អូនកុំភ្លេចដាក់ជាមួយនឹង Gainsbourg Snow និយាយពីថាអូយចាប់ជាតិចូលគ្នាមែនតើហើយទឹកជ្រលក់គឺមាន7ទុំទឹកប្រហុកក៏ដូចជាទឹកម្រេចទឹកអីទៅតាមចំណង់ចំណូលចិត្តទៅហើយជាប្រភេទតុងតកនេះគឺល្បីមែនតើបងប្អូនមករយៈមុនល្បីខ្លាំងណាតុងតកនេះគឺញ៉ាំត្រូវមែនតើជាមួយនឹងស្ពៃខ្មៅដាក់វ៉ាសាប៊ីមួយទឹកស៊ីអ៊ីវគឺថាអូយជ្រឹបតិចជាតិតែម្ដងហើយក្រៅពីប្រភេទអាំងរបស់គាត់គឺមានជាប្រភេទញោមតិយងចេញជាមួយនឹងពោះគោទៀតណាពុកម៉ែបងប្អូនទំនងអាហារនៅទីនេះភាគច្រើនជាលក្ខណៈថាគ្រឿងក្លែមអញ្ចឹងណាហើយសម្រាប់តុងអប់នេះគឺដាក់ខ្ទឹមសដាក់អីមកគឺថាម៉ាឡេះតែម្ដងបញ្ជាក់បន្តិចពុកម៉ែបងប្អូនតុងនៅកន្លែងគាត់គឺញ៉ាំទៅស្និទ្ធមាត់ណាអត់ឆ្អាបអត់អីទេបងប្អូនហើយបើថាសេកូអាំងកសោមដោះគោនេះវិញដាក់ជាមួយនឹងទឹកប្រហុកលាយមួយតិយងចៃផ្ទាប់មកអូពុកម៉ែបងប្អូនអើយ Twister មិនចាំបាច់រាយរ៉ាប់ទេពុកម៉ែបងប្អូនអាចទៅភ្លក់បានណាហើយធានាថាបើសិនជាបានទៅហើយយើងទៅជាប់មួយកន្លែងគាត់អីហើយយើងដាក់ជាមួយនឹង Gainsbourg ទៅ Gainsbourg Snow ឆ្ងាញ់ស្រាស្រួលលេបតែម្ដង cool like that ណាមានប្រហិតមានអីទៀតពុកម៉ែបងប្អូនអូយបាននិយាយទៅអាហារនៅកន្លែងគាត់នេះគឺថាចម្រោះតែម្ដងពីមួយមុខទៅមួយមុខគឺគាត់ឆ្នៃចេញមកមកឆ្ងាញ់មកស្មើដៃគ្នាអញ្ចឹងណាឃើញវីដេអូនេះហើយកុំភ្លេច share ម្នាក់មួយទៅញ៉ាំផងបាយបាយ